នៅខាងតួសង្កែឃើញថាមានហាងកាទៀវច្រើនប៉ុន្តែតាមហាងនីមួយៗហ្នឹងគឺទឹកដៃអត់ដូចគ្នាទេពុកម៉ែបងប្អូនគឺទឹកដៃខុសៗគ្នាណាដូចនៅនេះអញ្ចឹងគឺភ្ញៀវដែលទៅញ៉ាំភាគច្រើនពេញនិយមជាងគេជាប្រភេទមីគៀវហើយនិងប្រហិតត្រីស្លាតស្ងោរហើយបើសិនជាទៅញ៉ាំថ្ងៃធម្មតាហ្នឹងអាចថាទៅតន់ប៉ុន្តែបើសៅរ៍អាទិត្យអីទៅហាងនេះគឺដឹងតែទៅអត់តន់ទេបើសិនជាគេងខកព្រោះដោយសារកន្លែងគាត់ទៅខ្ទង់ម៉ោង9 កន្លែងលក់អស់ហើយតាមផ្លូវនេះបើសិនជាយើងជិះទៅមុខត្រង់ហ្នឹងគឺកន្លែងគេវាយកូនហ្គោដែលនៅទល់មុខជាមួយនឹងបារីវីឡាតួសង្កែហើយហាងដែល Two Sister ទៅហ្នឹងគឺមានឈ្មោះថាម៉ាលីលីនៅម្ដុំតួសង្កែហ្នឹង Two Sister នឹងដាក់ Google Map ហាងនៅលើ caption ក៏ដូចជាក្នុង comment ដើម្បីពុកម៉ែបងប្អូនងាយស្រួលទៅរកណាហើយតសៃកាញអីរបស់គាត់នេះគឺថាអូយតំណងមែនតើហើយនៅនេះពុកម៉ែបងប្អូនឃើញថាតាមផ្លូវដូចជាអត់សូវមមាញឹកអត់សូវជាមានអ្នកជិះច្រើនប្រហែលទេនៅនឹងភីច្រើនគឺសុទ្ធសឹងតែបារីតែឃើញថាកន្លែងគាត់លក់ដាច់ហើយបើសិនជាជិះកាត់តាមនឹងពេលព្រឹកអីគឺជាប្រភេទមីគៀវហើយនឹងប្រហិតត្រីស្លាតស្ងោរពុកម៉ែបងប្អូនសម្រាប់ប្រហិតត្រីស្លាតហ្នឹងគឺគាត់ធ្វើខ្លួនឯងគាត់វាយឡើងស្វិតតែម្ដងហើយចំពោះតម្លៃនៅនេះវិញគឺមានចាប់ពី8000រៀលឡើងទៅប៉ុន្តែបើសិនជាពុកម៉ែបងប្អូនហើយជាប្រភេទពិសេសថែមសាច់ដុបកាទៀវអីហ្នឹងគឺគាត់នឹងគិតគូរតម្លៃរៀងលើសហ្នឹងអញ្ចឹងណាហើយមកពេលដែល Twister ទៅថតរហូតដល់ញ៉ាំហើយចេញមកវិញហ្នឹងគឺអត់មានឃើញគាត់សម្រាប់ដៃទេគាត់ឈរធ្វើកាទៀវរហូតព្រោះដោយសារភ្ញៀវរបស់គាត់ចេញចូលទៅបន្តបន្ទាប់សឹងតែថាគាត់ធ្វើកាទៀវនេះតាំងពីព្រឹកព្រលឹមរហូតទៅដល់អស់ភ្ញៀវនិយាយទៅកន្លែងគាត់លក់ដាច់អញ្ចឹងបានថាជើងចាស់លក់បែបគ្រួសារឬប្រមុនគ្រួសារនេះគឺឈរជើងបានយូរដូចនៅកន្លែងគាត់អញ្ចឹងជាង10ឆ្នាំហើយពុកម៉ែបងប្អូនហើយដូច Twister បាននិយាយនៅខាងដើមអញ្ចឹងនៅខាងតួសង្កែគឺអត់ខ្វះទេហាងកាទៀវប៉ុន្តែរសជាតិក៏ដូចជាទឹកដៃគឺខុសៗគ្នាណាដូចនៅកន្លែងគាត់នេះគឺចាប់ចិត្តភ្ញៀវបានជាប្រភេទមីគៀវហើយនិងប្រហិតត្រីស្លាតហើយប្រហិតត្រីស្លាតស្ងោររបស់គាត់នឹងគឺគាត់វាយបានស្វិតល្អមែនតើហើយសម្រាប់ Twister វិញថ្ងៃនេះគឺបានទៅជាមួយនឹង Boostrong ដែលជាផលិតផលខ្មែរយើងត្រូវមែនតើសម្រាប់ពុកម៉ែបងប្អូនដែលធ្វើដំណើរតាមផ្លូវឆ្ងាយណាញ៉ាំ Boostrong ធ្វើមានកម្លាំងស្មារតីរឹងមាំភ្លាមពេញមួយថ្ងៃជាពិសេសហ្នឹងគឺរសជាតិឆ្ងាញ់ដិតជ្រៅហើយពេលដែលយើងញ៉ាំ Boostrong ទៅគឺស្វាងងុយគេងទៀតពុកម៉ែបងប្អូនហើយសម្រាប់តសៃមីនៅកន្លែងគាត់គឺទុនល្អមែនតើពុកម៉ែបងប្អូនហើយគាត់មានមកជាមួយនឹងទឹកសៀងអីនេះសម្រាប់ទឹកសៀងក៏គាត់ធ្វើខ្លួនឯងដែរហើយដូចជាម្ទេសឆាម្ទេសអីគាត់ហ្នឹងគឺភាគច្រើនគាត់ធ្វើខ្លួនឯងទាំងអស់តែម្ដងលក់បែបលក្ខណៈគ្រួសារអញ្ចឹងណាបើថាខគោរបស់គាត់នេះវិញក៏តំណងដែរនិយាយទៅគឺថាខគោរបស់គាត់នេះមានបន្លែមានអីមកអញ្ចេះដាក់បញ្ចូលគ្នាអូយគឺថាក្លិនឈ្ងុយមែនតែនញ៉ាំមួយចានមុនទៅធ្វើការមានកម្លាំងព្រឹសជាពិសេសបានហត់អាពេលក្តៅអញ្ចឹងឆ្ងាញ់ណាពុកម៉ែបងប្អូនហើយសម្រាប់ Two Sister វិញបើទោះបីជាទឹកស៊ុបនឹងមានរសជាតិឆ្ងាញ់ប៉ុណ្ណាក៏ដោយគឺអាចខ្វះបានទេជាមួយនឹងទឹកជ្រលក់នឹងបានដាក់ម្ទេសហឹរមកអូយជាតិមែនតែនហើយត្រូវតែម្ដងជាមួយនឹង Boostrong ណាអញ្ចឹងសម្រាប់វីដេអូរបស់ Two Sister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់ពុកម៉ែបងប្អូនដែលបានឃើញវីដេអូនេះហើយគឺអាចនៅទីតាំងបានទុកទៅញ៉ាំពេលព្រឹកហើយបើសិនជាចង់ទៅញ៉ាំថ្ងៃសៅរ៍ថ្ងៃអាទិត្យអីតោះថាទៅរៀងលឿនមិនបានញ៉ាំបាយបាយ